មួយជីវិតនេះអ្នកជួបមនុស្សតែ3ប្រភេទប៉ុណ្ណោះប្រភេទទី1គឺមនុស្សស្លឹកឈើមនុស្សប្រភេទនេះចូលមកក្នុងជីវិតអ្នកក្នុងរយៈពេលខ្លីអ្នកមិនគួរពឹងផ្អែកលើប្រភេទមនុស្សស្លឹកឈើនេះទេព្រោះតែពួកគេទន់ខ្សោយនិងត្រៀមខ្លួនរបេះចេញពីអ្នកគ្រប់ពេលវេលាប្រភេទទី2មនុស្សមែកឈើពួកគេរឹងមាំជាងមនុស្សស្លឹកឈើតែអ្នកក៏ចាំបាច់ត្រូវតែប្រយ័ត្នចំពោះមនុស្សប្រភេទនេះដូចគ្នាព្រោះតែពួកគេនឹងបាក់ចេញឆ្ងាយទៅនៅពេលដែលជីវិតអ្នកប្រឈមនឹងឧបសគ្គច្រើនពួកគេមិនអាចទទួលរងសម្ពាធខ្លាំងពេកទេគេអាចទ្រាំនៅជាមួយអ្នកបានមួយរយៈពេលតែពួកគេនឹងបាត់ទៅបើសិនជាជីវិតអ្នកជួបរឿងលំបាកខ្លាំងប្រភេទមនុស្សទី3គឺប្រភេទមនុស្សឬឈើមនុស្សមួយប្រភេទនេះពួកគេសំខាន់ខ្លាំងណាស់ព្រោះតែពួកគេមិនបានធ្វើអ្វីដើម្បីតែចង់ឲ្យអ្នកឃើញនោះទេតែពួកគេគឺជាអ្នកគាំទ្រជ្រោមជ្រែងអំឡុងពេលដែលអ្នកជួបរឿងលំបាកគេនឹងជួយជ្រោមជ្រែងផ្ដល់កម្លាំងចិត្តឲ្យអ្នកពួកគេមិនបានធ្វើល្អជាមួយអ្នកដើម្បីផលប្រយោជន៍ឡើយតែពួកគេស្រឡាញ់គាំទ្រអ្នកនៅអ្វីដែលជាខ្លួនអ្នក